រីឯពិធីបុណ្យចូលឆ្នាំនេះគេហៅថាបុណ្យនក្ខត្តរឹកគឺជាបុណ្យដែលមនុស្សមានជីវិតរស់នៅនឹងគេធ្វើបុណ្យរីករាយសប្បាយសម្រាប់ជីវិតមនុស្សទាំងឡាយទាំងយើងគេទាំងអស់ដែលរស់នៅនេះនឹងបុណ្យចូលឆ្នាំហើយបុណ្យនក្ខត្តរឹកពិធីបុណ្យចូលឆ្នាំនេះគេហៅថាបុណ្យសង្ក្រាន្តមហាសង្ក្រាន្តមហាសង្ក្រាន្តនេះទៅតាមក្បួនហោរាសាស្ត្រខាងសាសនាព្រាហ្មណ៍ដែលគេចេះគេដឹងក្នុងដំណើរគោចររបស់ព្រះអាទិត្យព្រះច័ន្ទតារាសាស្ត្រអីទាំងអស់ដែលយើងអត់ដឹងហ្នឹងពួកហោរាគេចេះបុណ្យសង្ក្រាន្តនេះគេសំដៅទៅលើដំណើរគោចរនៃព្រះអាទិត្យដែលធ្វើដំណើរគោចរហ្នឹងក្នុងចក្រាសីហ្នឹងចាប់ពីចក្រាសីទី1នឹងវិលត្រឡប់ទៅដល់មកជួបគ្នាវិញដើមក្នុងចុងនោះមកជួបគ្នាអានឹងគេហៅថាសង្ក្រាន្តមកជាត្រូវធ្វើបុណ្យឯងវាត្រូវផ្លាស់ប្ដូរនៅសក្ការៈហ្នឹងវាមកជុំមកគូទៅដូចជាកាលពីឆ្នាំបញ្ញពុទ្ធសករាជ2567គ្រិស្តសករាជ2023ក្នុងឆ្នាំថោះនឹងចក្រាសីនឹងវិលព្រះដំណើរព្រះវិលចាប់ពីផ្ដើមនឹងវិលមកជុំនឹងមកជួបវិញដើមនឹងចុងនឹងជួបគ្នាគេហៅថាសង្ក្រាន្តនឹងមកជួបជុំដែរគេធ្វើបុណ្យហើយតាមលទ្ធិរបស់ព្រាហ្មណ៍ក្នុងសង្ក្រាន្តមួយឆ្នាំគេផ្លាស់ប្ដូរទេវតាទេពធីតាទេវតាស្រីទេវតាទេវធីតានេះក្នុងលទ្ធិព្រាហ្មណ៍មាន7អង្គស្រីទាំងអស់កូនកបិលមហាព្រហ្មដោយនៅឆ្នាំថោះបញ្ញស័កនឹងនាងទេវធីតានោះเป็นនាងកិមិរាទេវីស្រីកូនស្រីទី6ថែរក្សាឆ្នាំថោះនោះដល់ដាច់ឆ្នាំថោះនឹងទៅដល់មួយឆ្នាំរោងឆ្នាំថ្មីនេះត្រូវផ្លាស់ទេវធីតាមករូបទៀតហើយកូនស្រីពៅទី7នាមឈ្មោះទេវធីតានឹងនាមមហោធរៈទេវីកូនស្រីទី7មកទទួលតំណែងនាទីថែរក្សាឆ្នាំរោងនេះអានេះតាមក្នុងតារបស់ព្រាហ្មណ៍ហ្នឹងជាកូនរបស់កបិលមហាព្រហ្មតែប្រព្រំក្នុងពុទ្ធសាសនាអត់មានភេទមានស្រីគ្មានប្រុសអីទេមិនមានកូនមានអីទេតែនេះព្រំនៅក្នុងសាសនាព្រាហ្មណ៍មិនមានកូនសូមញោមញាតិពុទ្ធបរិស័ទយល់អញ្ចឹងប៉ានឹងជាប្រពៃណីរបស់ដូនតាដែលកត់ប្ររំមកឲ្យបនយោហ្នឹងឆ្នាំនេះទេវធីតានឹងកូនទី7របស់ព្រះព្រហ្មណាញោមណាឈ្មោះមហោធរៈ
เทวีนะมาตัวในตีตำแหน่งทำไมเนี่ยแท้รักษาอันนี้ก็เชื่อจำเนื้อตามประเพณีเมาถ้าเทวติดากรุบองนี่ยังได้เคยรู้แต่สกัดแต่ชโมแต่ตัวใบยมได้เคยรู้สกัดชโมอย่างนาก็บริษัทเราแต่ชื่อเราแต่ก็รมจังได้เชื่อประเพณีเนาะเขาบ้านประรบต่อกันเนี่ยเมาเรียมต่อมาเนื้อแก้วท้าบอนสังกรานต์นั่งโจชนำประเพณีระบาเชียนนั้นบ้านยังประรบมาเนี่ยสัตปูเทวดา